បាទពុកម៉ែបងប្អូនបន្ទាប់ពីយើងលាងសម្អាតទឹករួចយើងយកមកច្របល់ជាមួយនឹងអំបិលថែមជាមួយស្ករសរួមទាំងប៊ីចេងហើយនឹងថែមម្ទេសក្រហមឲ្យថ្ងៃនេះមកធ្វើកាពីងរាជត្រាំហូបម្ដងពុកម៉ែបងប្អូនអត់លើទិញក្រែនហូបមានតែធ្វើកាពីងរាជហូបឲ្យពុកម៉ែបងប្អូនបាទអនុញ្ញាតគ្រប់ជម្រាបសួរពុកម៉ែបងប្អូនម្នាក់ចិត្តកាពីងរាជតំណងពុកម៉ែបងប្អូនលឿនណាស់អ្នកចិត្តទេជំនាញរបស់គាត់មែនអ្នកជំនាញអាជីពគាត់ចិត្តលឿនល្អមែនពុកម៉ែបងប្អូនណាពុកម៉ែបងប្អូននេះកាពីងរាជធម្មជាតិតែទិញពីផ្សារថ្មីពុកម៉ែបងប្អូនមកតំណងហ្នឹងស្រស់ល្អពុកម៉ែបងប្អូនពុកម៉ែបងប្អូនអ្នកចិត្តតំណងណាពុកម៉ែបងប្អូនចិត្តរៀងតូចពុកម៉ែបងប្អូនហើយបានទៅចិត្តរៀងតូចចឹងពុកម៉ែបងប្អូនដើម្បីឲ្យឆាប់ចូលចិត្តបាទពុកម៉ែបងប្អូនខ្ញុំមើលកាពីងរាជតំណងណាពុកម៉ែបងប្អូនខ្ញុំឃ្លាននឹងស្រក់ទឹកមាត់ឲ្យពុកម៉ែបងប្អូន Oh no នេះពុកម៉ែបងប្អូននេះតពីចិត្តហើយយើងយកមកត្រាំទឹកដើម្បីលាងជំរះឲ្យចេញជ័រដើម្បីឲ្យមានរសជាតិឆ្ងាញ់បាទពុកម៉ែបងប្អូនបន្ទាប់ពីយើងលាងសម្អាតទឹករួចយើងយកមកច្របល់ជាមួយនឹងអំបិលថែមជាមួយស្ករសរួមទាំងប៊ីចេងហើយនឹងថែមម្ទេសក្រហមឲ្យច្រើនកាន់តែមានរសជាតិឆ្ងាញ់ពុកម៉ែបងប្អូនព្រោះវាច្រើនវាចូលវាតែងតែត្រូវការម្ទេសច្រើនដើម្បីបង្កើនរសជាតិឆ្ងាញ់បាទពុកម៉ែបងប្អូននេះមើលអ្នកច្របល់កាពីងរាជនេះតំណងណាពុកម៉ែបងប្អូនដើម្បីឲ្យវាឆាប់ចូលជាតិពុកម៉ែបងប្អូននេះតំណងណាពុកម៉ែបងប្អូនពីរាជនេះចិត្តបានហូបហើយនៅតំណងតែដាក់តែហឹលចឹងមានរសជាតិឆ្ងាញ់ពុកម៉ែបងប្អូន
សម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណចំពោះពុកម៉ែបងប្អូនដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់រាល់កំហុសខុសឆ្គងtrongចំណុចណាមួយខ្ញុំបាទក៏សំខាន់តែអភ័យទោសខ្ញុំបាទសូមគោរពជំរាបលា